តើបងប្អូនមកទៀតហើយជាមួយនឹងស៊ុបសាច់គោរបស់ខ្ញុំហើយស៊ុបថ្ងៃខ្ញុំថ្ងៃនេះគឺអត់មានអីច្រើនអត់មានគ្រឿងគ្រូអីច្រើនទេមានតែដេកលើក្រូចខ្ទឹមប៉ុណ្្នឹងឯងហើយខ្ទឹមបារាំងហើយនិយាយទៅគ្រឿងរបស់ខ្ញុំយកមកដុតទាំងអីហើយពេលខ្ញុំដុតវាមកដាំប៉បពេលខ្ញុំដាំហើយគឺខ្ញុំយកទៅចាក់ចូលឆ្នាំងរបស់ខ្ញុំនិយាយទៅស៊ុបថ្ងៃនេះគឺថាអូអេមបងប្អូនហត់ក្តៅញើសខ្ចាយព្រាតបងប្អូនឆ្ងាញ់ក៏ឆ្ងាញ់ក៏ជានិយាយទៅត្រង់ក្នុងអាកាសធាតុពេលព្រឹកអញ្ចឹងផងញ៉ាំទៅរឹតតែអេមបងប្អូនគឺខ្ញុំហត់អស់បានហើយនេះហើយខ្ញុំតែពេលខ្ញុំចាក់ខ្ញុំដាក់គ្រឿងខ្ញុំចូលទៀតគឺដាក់ទឹកត្រី2វែកដាក់សាវវែកមកទៀតខ្ញុំដាក់អំបិលហើយខ្ញុំដាក់ស្ករប៉ុណ្្នឹងឯងបងប្អូនហើយអត់បានខ្ញុំប្រើជាមួយនឹងដុំស៊ុបខ្នុរបើយើងធ្វើដុំស៊ុបខ្នុរគឺអត់ឆ្ងាញ់ទេបងប្អូនអត់មានអីតែម្ដងហើយតែពេលខ្ញុំហ្នឹងហើយគឺដាក់ចូលខ្ញុំមកហាន់ខ្ទឹមបារាំងរបស់ខ្ញុំចូលហាន់ខ្ទឹមរបស់ខ្ញុំទុកម្លេចសិនតែខ្ញុំដាក់សាច់គោហើយនេះរបស់ខ្ញុំគឺ1គីឡូនិយាយទៅឆ្អឹងគោបងប្អូនឆ្អឹងគោរបស់ខ្ញុំគឺខ្ញុំលាង4 5 6ទឹកបងប្អូនលាងញីលាងវាខ្លះដែរបងប្អូនខ្ញុំសិនរស់មិនធុះហើយបានខ្ញុំយកមកចាក់ក្នុងឆ្នាំងរបស់ខ្ញុំដែលកំពុងតែទឹកពុះក្រក់នេះបងប្អូនតែពេលចាក់ហើយគឺខ្ញុំបិទកណ្របវាទឹកមកធំហើយនេះខ្ញុំមកកូរមើលមកសន្ទុះធំហើយបងប្អូននេះប្រហែលជាកន្លះម៉ោងក្រោយនេះគឺខ្ញុំយកមកកូរមើលវាម្ដងទៀតពេលកូរទៅគឺសាច់នៅតែស្វិតនៅឡើយអត់ទាន់ចាញ់ជាតិល្អទេមើលតែចាញ់ជាតិអត់ទាន់ល្អទេគឺខ្ញុំមកហាន់ល្ហុងរបស់ខ្ញុំដែលខ្ញុំបានដិតមុនហ្នឹងគឺខ្ញុំហាន់វាជាដុំមករាងធំបន្តិចមកគឺហាន់បែបនេះគឺវាអត់ងាយផុយទេត្រូវនឹងសាច់គោយើងអត់ងាយផុយដែរអញ្ចឹងយើងដាក់ទៅហើយនេះ1ម៉ោងក្រោយមក1ម៉ោងជាងបងប្អូន1ម៉ោងកន្លះក្រោយមកឃើញសាច់រាងផុយហើយគឺខ្ញុំចាក់ជាមួយនឹងខ្ទឹមប្រាំងរបស់ខ្ញុំចូលទៅមកទៀតគឺខ្ញុំចាក់ជាមួយនឹងល្ហុងដែលខ្ញុំបានដិតនឹងដែលខ្ញុំបានហាន់នឹងចាក់ចូលព្រុតែម្ដងបងប្អូនអូបើនិយាយពីរសជាតិវិញអូយឆ្ងាញ់មែនទែនបងប្អូនឆ្ងាញ់ឡើងកប់សេរីហ្មងជាងខ្ញុំក៏ថាឆ្ងាញ់ដែរថ្ងៃនេះណាព្រោះថ្ងៃនេះខ្ញុំធ្វើរឿងឆ្នាំងធំដែរឆ្នាំងធំប៉ុណ្ណឹងអត់ក្រទៀតបងប្អូនអើយថ្ងៃនេះនៅតែ2 3នាក់ទេតែអ្នកញ៉ាំច្រើនហើយខ្ញុំក៏ញ៉ាំអស់2ចានញ៉ាំអស់ចានជាងកំណត់ថែមដាក់ផុតអស់ឆ្នាំងបងប្អូនហើយអត់មានចែកគេឯងទេតែប្រហែលនេះគាត់កន្លះឆ្នាំងនឹងអស់វាយើងដាក់បន្លែដាក់ទឹកដាក់សាច់គឺសំទឹកមកសំកាក់ប៉ុណ្្នឹងឯងបងប្អូនហើយនេះឆ្អិនហើយបងប្អូនបន្លែមើលតារាងផុយហើយគឺខ្ញុំក៏ហេវបាយដែរមក10គឺខ្ញុំញ៉ាំបាយហើយម្ហូបខ្ញុំ